Hello ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធជាមួយនឹងការ generate UI របស់ web ឬក៏របស់ mobile អញ្ចឹងរបៀប generate ជាទូទៅយើងប្រើនៅក្នុង chat នឹងហ្មងវាក៏អាច generate យើងដែរតែឥឡូវយើង generate នៅក្នុងរបស់ Google វិញ Stitch អញ្ចឹងដើម្បី generate ក្នុង Stitch បានយើងអាចទៅវាយ prompt នៅក្នុងនោះក៏បានដែរប៉ុន្តែយើងប្រើនៅក្នុង ChatGPT អញ្ចឹងទៅឲ្យវាទៅសេបានច្រើនឲ្យយើងអញ្ចឹងអញ្ចឹងសម្រាប់ ChatGPT អញ្ចឹងយើងសរសេរមក provide me អញ្ចឹងមកសេខ្មែរបានណា provide me prompt of Stitch Google អានេះរបស់ Google Stitch ហ្នឹងយើងចង់ឲ្យវា provide ពាក់ព័ន្ធជាមួយគេpost application view UI ក៏បានឬក៏ UI ក៏បានឥឡូវយើងប្រើតែមួយទៅណា application តែប៉ុណ្្នឹងទៅអានេះយើងសេលំអិតទៅឲ្យវាសេថែមប៉ុណ្ណានេះខ្ញុំឧទាហរណ៍ឲ្យ generate ច្រើនពេកអញ្ចឹងវាប្រាប់ឲ្យអ្នកឲ្យយើង copy អា prompt ហ្នឹងមកហើយយកវាទៅ pass ចូលនៅក្នុង stick ទៅឥឡូវយើងយក mobile for mobile application ឥឡូវវាដាក់ស្អីមកពាក់ព័ន្ធជាមួយនឹង web មិញហ្នឹងបញ្ជាក់ឲ្យវាច្បាស់ទៅវាប្រាប់ណា stack នេះគេ mention ទៅលើ React Flutter អីចឹងទៅមាន receipt មាន offline អីចឹងយើងគាត់ឲ្យយើងធ្វើប៉ុណ្ណឹងវាមានមក complete របស់វាឲ្យយើងប្រើសម្រាប់ PS ធម្មតាអញ្ចឹងណាជិះខ្ញុំ copy ចេះក៏បានឬយើងចុច copy ចេះវាបានទាំងនេះក៏ដែរស្រាញ់យើងណាហ្នឹងយើង copy ចេះតមកទៅយើងចូលក្នុង Google Stick មកឲ្យ paste YSS TITCH dot មក with Google អូខេអានេះផ្សេងច្រឡំ search ជាStitch តែខ្ញុំមិនប្រើអាហ្នឹងណាចុចមើលសិននេះខុស screen គេទៅមក update នេះចូលមកវាបើខ្ញុំចេញអញ្ចឹងមិញវាចេញធំដូចគ្នាអញ្ចឹង generate ទៅវាចេញចូលកន្លែង workspace របស់វាតែមកទៀតយើងផាសនេះចូលមកអា prompt មិញហ្នឹងអាហ្នឹងយើង log in វាជាមួយ Google account ហ្នឹងទៅបើយើងចង់បានជា web យើងចុច web បើចង់បាន app ចុច app មកធម្មតាយើងសរសេរនៅក្នុងនេះក៏បានដែរសរសេរទាំងអស់ក្នុងហ្នឹងទៅតែយើងយកពី ChatGPT មកវា detail វាលម្អិតឲ្យយើងណាហើយយើងគ្រាន់តែចុច click មកជាងវាផាសមិញចូលហ្នឹងជាង screen ហ្នឹងមានប៉ុន្មាននេះមិញបានរាប់ហ្នឹងគេមាន log in វាចេញមកនេះ1 2 3 4ចឹងវា4 screen ចាឥឡូវយើងឲ្យវា generate មកពេញសិនមកតបពី generate ពេញអានេះវា estimate time វាប្រហែលជា40 second 40វិនាទីចឹងចាំវាបន្តិចទៅព្រោះវាមានប្រយោជន៍សម្រាប់យើងដែលអត់ចេះ design ហ្នឹងណាយើងមានតែគំនិតប៉ុន្តែយើងអត់ចេះ design អញ្ចឹងយើងយកឲ្យ AI design តមកទៀតយើងធ្វើកម្មវិធីក៏យកឲ្យ AI សេអញ្ចឹងទៅគ្រាន់តែយើងមានគំនិតថាឲ្យវាធ្វើអី screen ហ្នឹងវាធ្វើអីតទៀតអាហ្នឹងលើយើងខ្លួនឯងហើយខ្ញុំចេញជំនាញខ្លួនឯងហ្នឹងទៅតែនេះខ្ញុំធ្វើវីដេអូទូទៅមកខ្ញុំធ្វើជា sample concept ខ្លីៗអញ្ចឹងណាចឹងកន្លែងណាអត់យល់អត់អីអញ្ចឹងទៅសួរ AI ថែមទៅពីព្រោះក្នុង AI វាដឹងទាំងអស់អញ្ចឹងយើងចូលមកនេះមកបើយើងអត់ចង់ឲ្យវាសេច្រើនពេកយើងប្រាប់ថា happy flow អញ្ចឹងទៅhappy flow for complete purchase sale អញ្ចឹងទៅស្រាញ់យើងណា purchase sale លក់report normal report អញ្ចឹងទៅខុសត្រូវនេះ report ចង់ចេញ summary report ឬក៏អីហ្នឹងយើងប្រាប់វាតាមហ្នឹងទៅវាធ្វើឲ្យតទៀតយើងអត់ចង់ឲ្យវាច្រើនលើសលប់ពេកអញ្ចឹងជាងមកធ្វើប្រើបានអញ្ចឹងវាប្រាប់តាមហ្នឹង
give me stock ចឹងអត់ចង់បើអត់ចង់បាន stock យើងប្រាប់ថាអត់ចង់ហ្នឹងទៅ remove អា feature លេខប៉ុន្មាននឹងចោលហ្នឹងទៅអូខេវាមិនច្រើនហើយចូលមកមើលនេះមកនេះចេញបាត់អូខេចេញអានេះដោយសារយើងអត់បានប្រាប់ sim color វាបើយើងប្រាប់ sim color វាប្រាប់ថា light mode ចឹងបាន light mode ចឹងពណ៌សនេះយើងបានវាទៅជាពណ៌ខ្មៅ dark mode ចឹងយើង select អានេះមក select all ក៏បានដែរចុច select all មកវាចូលនៅក្នុងនេះចឹងបន្ទាប់មកទៀត update ក៏បាន new version ក៏បាន off update sim color sim style ក៏បានដែរ to light mode ចឹងយើងចុចប៉ុណ្ណឹងចឹងកាលណាតែយើង select លើមួយណាចឹងយើងសរសេរប្រាប់ចឹងវាប្រាប់វាកំពុងធ្វើអាហ្នឹងចឹងណាចឹងបន្តមកទៀតបើយើងចង់ export វាយើង select all ទាំងអស់ក៏បានដែរ control A មកឬក៏យើងអូសចេះមកក៏បានដែរចឹងវា select ហ្នឹងចឹងយើងយកនេះមកនេះមក download វា download ជា zip ឲ្យបើយើង export វាមាន option ឲ្យយើងរើសជាង Figma អីគេអានេះអត់ស្គាល់អត់ដែរមាន file base មាន zip ហ្នឹងទៅឬ copy clipboard នេះមានន័យវា copy HTML មកកញ្ចប់ជា static ហ្មងផាសទៅណាទៅណីវាលឿនហ្នឹងណាតែបើយើងធ្វើធម្មតាយើងអាចធ្វើចេះមកក៏បានដែរចុច download មកអញ្ចឹងវាបានជា stick អានេះដោយសារវាជាន់អាចាស់របស់ខ្ញុំមួយហើយវាថ្មីអញ្ចឹងយើងបើកមក extract nó ចេញ line មួយដែរពេល extract ចេញមកយើងបើកចូលមើលមកវាមាននេះយើងធ្វើ home page អីវា dashboard អីវាអញ្ចឹងយើងចូល admin មកហើយចេញតែរូបបានរូបមក download អានេះឲ្យរូបអូខេធម្មតាមាន HTML code នេះអានេះវាមាន HTML របស់វាអញ្ចឹង AI យើងបោះអានេះឲ្យវាក៏បានអានេះក៏បានបើឲ្យអានេះវាងាយស្រួលធ្វើការជាងអានេះវាត្រូវ analyze បន្តទៀតអញ្ចឹងណាបើចង់នេះចាំសល់ពេលខ្ញុំធ្វើមកវីដេអូទៀតពាក់ព័ន្ធ UI យ៉ាងនេះឲ្យវាសរសេរ code នៅក្នុង Compose របស់ Android អញ្ចឹងទៅឬក៏ឲ្យវាសរសេរនៅក្នុង Node.js អីបោះស៊ីស្រឡាញ់ language មួយណាយើងធ្វើលើមួយហ្នឹងទៅអញ្ចឹងណានឹងវាជួយដល់យើងតែទម្រង់ទូទៅមិញនេះគឺខ្ញុំនិយាយទាំងអស់រួមយើងអត់មានពាក់ព័ន្ធជាមួយណាគេ IT អីទេអញ្ចឹងយើងចុច control ចុច move ប៊ូតុងកណ្ដាលរបស់ម៉ៅហ្នឹងមកហើយយើងអូសវាចុច hold ប៊ូតុងកណ្ដាលហ្នឹងយើងអូសហើយចុច control យើង zoom in zoom out បើយើងអត់ចុច control ទេវា move ចុះឡើងទៅលើតែជាទូទៅខ្ញុំឆ្លាញ់ line mode ជាងឃើញទេវាស្អាតយើងអត់ចេះ design យើងត្រូវរក AI ជួយហើយ AI នេះគឺ free ទេអូខេតែខ្ញុំជាទូទៅខ្ញុំមិនដែល generate ដល់ limit ទេរបស់ Google នេះ generate ពេលណាគឺបានច្រើនអញ្ចឹងទៅយើងមិនដែលប្រើអស់អញ្ចឹងណាចឹងអានេះយើងសាកខ្លួនឯងដែរមើលអូខេខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងអានេះចាំយើងយកUX UI នេះទៅធ្វើ app demo លេងមួយទៀតព្រោះពីមុនជពាក់ប៉ុស application មួយធ្វើអត់ទាន់ចប់វល់ពេលហ្នឹងខូចវីដេអូបាត់ចុះបាត់ឡើងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអាចថាមានអីជាចម្ងល់សួរ AI ទៅមកថាចង់និយាយលេងណាសួរក្នុង comment សួរអីទៅក៏បានដែរប៉ុន្តែខ្ញុំអត់សូវសាកបើកអញ្ចឹងវាអត់សូវឃើញអញ្ចឹងវាមានប៉ុណ្្នឹងឯងអញ្ចឹងមួយទៀតយើងចង់បានពណ៌នេះទៅឈោដូរពណ៌ឲ្យទៅជា green អីផ្សេងយើង select ចឹងមក one អញ្ចឹង one use green color round ចន្លោះស្អីគេប្រហែល 20-30% អញ្ចឹងទៅអញ្ចឹងវាកើតឲ្យថ្មីមួយទៀតអញ្ចឹងរបៀបធ្វើយើង update ពី version មួយទៅមួយយើង select លើវាមកចាំមកវា generate ថ្មីហើយយើងមកក្រោមមើល zoom តិចមក zoom out អញ្ចឹងវាអត់លុប version ចាស់ទេវា keep វារក្សាឲ្យយើងថ្មីទៅរហូតអញ្ចឹងចេញមកមួយទៀតហ្នឹងឃើញលុយហ្នឹងអញ្ចឹងបើយើងចង់ឲ្យវា generate ជា receipt អញ្ចឹងយើងធ្វើមួយទៀតមកអស់ព្រមច្រើនអញ្ចឹងវីដេអូហ្នឹងវានៅវែងឆ្ងាយទៀតអញ្ចឹងតែសិនមក let generate invoice receipt
chứ sẽ cho vậy giờ sẽ chẳng lên chẳng vậy mình mà vì chân ra chân gì mày chắc ở vị thơ ấy thơ từ chân dương prap ta cầm địch tới update lừa vậy đây dương on slide đưa slide time thổi dương prap việt tam năng được chúng cho nói class và sân chia rụt nâng dương on chua là bịa nè bịa cái lại na nhá nhưng ai copy bây giờ copy anh ấy code anh ấy pin chỉ copy anh ấy patch mà hỏi từ lẽ nè từ lẽ năng màuต่อមកទៀតឲ្យវាទៅសេឈ្មោះអាទាំងអស់ហ្នឹង layout អីផ្សេង structure អីចឹងទៅ structure UI name main ឬក៏ structure ចឹងទៅពាក្យបច្ចេកទេសហ្នឹងហៅមិនទៀតចឹងហៅ name ហ្នឹងចឹងវាប្រាប់យើងមួយអាហ្នឹងហៅស្អីអាហ្នឹងហៅស្អីហើយចឹងពេលយើងយកទៅសរសេរនៅក្នុងអា stick នេះយើងប្រាប់វាតាមឈ្មោះហ្នឹងទៅអាទី1ឈ្មោះអីនេះ admin view មាន data មាន data block គេមាន data block គេនៅនឹងណានេះជួននេះអញ្ចឹងហ៎កន្លែងហ្នឹងយើងស្វែងយល់បន្ថែមទៅឆ្ងល់អីត្រូវយកមកឲ្យAI នេះវិញយើងអាចធ្វើនៅនេះទាំងស្រុងឯងវាអានេះទូនទីវា generate UI ឯងអញ្ចឹងអាបច្ចេកទេសទូលំទូលាយគឺនៅពួក AI agent ធំ AI chat នេះវិញអញ្ចឹងណាវាប្រាប់ទាំងអស់ឃើញទេអាណាឈ្មោះអីចឹងយើងដឹងទាំងនេះរៀបចំជាឯកសាររបៀបរៀបចំឯកសារផ្សេងៗទៀតហ្នឹងលើយើងឯងប៉ុន្តែយើងចង់បានជា file មួយយើងប្រាប់វាទៅឲ្យវាជា Excel ជាអីស្អីក៏ដោយតែជាទូទៅសម្រាប់យើងងាយស្រួលប្រើ AI Visual Read យើងប្រើ MD file provide me អញ្ចឹងណា MD file for download ហើយទៅ download រក MD ជាទូទៅបើ ID របស់ developer គេមាន MD reader ហ្នឹងឬក៏យើង view online បានដែរ download បន្ថែមស្វែងរកខ្លួនឯងទៅចឹងសួរ AI នឹងទៀតក៏បានដែរសួរថា MD file reader ហ្នឹងស្អីគេជាទូទៅនៅក្នុងបច្ចេក online គឺគេប្រើ MD ហ្នឹងដើម្បី view វាលឿនហើយវាស្អាតអានេះវា provide ទាំងអស់លើនេះចឹងនឹងយើងស្វែងយល់បន្ថែមត្រុសអូខេអានេះបានអីខ្លះហើយមិញយើងឲ្យវា generate receipt នៅណា receipt យើងនេះ receipt មើល receipt គេចឹងយើងប្រាប់វាអត់ទូលំទូលាយនេះវាចេះតែដាក់ឲ្យចឹងយើងអានេះ digital receipt ហើយវាមិនជា receipt របស់ printer ទេចឹងតើយើងប្រាប់វាទៀតអូខេចឹងប៉ុណ្ណឹងវីដេអូយើងប៉ុណ្ណឹងអាចថាជួយដល់ទាំងអស់គ្នាអាចលេងមួយវាបានគេប៉ុណ្ណឹងចានេះវាមកហើយនេះឥឡូវនេះកាលណាតែយើងចុច download ជាទូទៅបើវាអត់មកបើវា download អត់បានទេយើងត្រូវ refresh ចារបៀបវាជាផ្លិចខ្លួនយើងធ្វើចឹងមកអ្នកគេសួរទេអ្នកចង់យក PDF ស្អីណាហើយចង់ឲ្យវាគូ diagram អីផ្សេងក៏បានដែរឆ្លៀតបន្តិចចឹងចឹងយើងដាក់មើល map draw diagram to មើល map ដូចចឹងឯង sequence ក៏បានឬក៏ UI អីក៏បាន of application សាច់យេណាវិញឆ្ងាយប្រមូល map វា free ដែរ UX UI អីផ្សេងអញ្ចឹងវាគូមកយើងផាស script នេះចូលទៅអានោះទៅឃើញមកយើង copy តែមើល map AI នេះ new diagram នេះ diagram ចាស់របស់ខ្ញុំអានេះប្រកាសគិតលុយមែនគិតលុយយើងប្រើចាស់របស់យើងទៅយើងប្រើហើយយើងលុបវិញទៅហេចេញតម្រងអីផ្សេងអញ្ចឹងឲ្យវាយក sequence diagram មួយទៀតsequence diagram ចឹងឲ្យវាគូរចនាសម្ព័ន្ធអីយើងប្រាប់វាតាមហ្នឹងទៅវាចេញឲ្យយើងទាំងអស់ទេមាន AI ហ្នឹងប្រើវាចឹងទៅទុកចោលក៏ស្ដាយដែរ copy paste គេមាន flow វាផ្សេងហ្នឹងលឿនណាចាញ់នេះ option 2គេចឹងយើងយកអាមួយមកចុចដល់នេះមក
ចេញឃើញទេលុយ zoom តិចមក export មួយមកយើងយក SVG PNG ក៏ធំដែរយើងយក SVG ក៏បានដែរច្បាស់ល្អ SVG zoom អត់ចេះខូចទេអាហ្នឹងខ្លាំងអញ្ចឹង SVG zoom ទាញមកនេះធំបានណាឃើញទេស្អាតអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងឯងយើងអាចសិក្សាបន្ថែមលើអាហ្នឹងទៅអរគុណ